ថ្ងៃនេះមានឡាន Lexus XS 250X1 ខូចប្រព័ន្ធម៉ាស៊ីនត្រជាក់ឡាននេះភ្ញៀវថាត្រជាក់ស្ទើរហើយបើតាមការសន្និដ្ឋានរបស់យើងដំបូងគិតថាឡាននេះមានការលេចជ្រាបហ្គាសកន្លែងណាមួយបាទឥឡូវយើងកំពុងរកកន្លែងលេចជ្រាបហ្គាសការរកកន្លែងលេចជ្រាបយើងមើលតែផ្នែកគឺជាដំណាក់កាលដំបូងតមកយើងប្រើប្រាស់ម៉ាស៊ីនបុកប្រព័ន្ធម៉ាស៊ីនហ្គាសហើយម៉ាស៊ីនត្រជាក់ហ្នឹងដើម្បីរកកន្លែងលេចហ្មងបាទឥឡូវយើងកំពុងរកដោយតាមរយៈផ្នែកទទេរបស់យើងបាទឃើញថាម៉ាស៊ីនឡាននេះគឺថ្មីតែម្ដងគ្រឿងគុំនៅក្នុងប្លុកម៉ាស៊ីនភាគច្រើនអត់មានស្នាមដោះតមកយើងប្រើប្រាស់ម៉ាស៊ីនបុកហ្គាសបុកប្រព័ន្ធម៉ាស៊ីនត្រជាក់ដើម្បីរកកន្លែងលេចបាទឥឡូវយើងធ្វើការបឺតខ្យល់ចេញពីប្រព័ន្ធម៉ាស៊ីនត្រជាក់វិញដោយសារមុនហ្នឹងយើងបុកទៅអត់មានឃើញកន្លែងលេចទេចឹងហើយឡាននេះអត់មានលេចហ្គាសទេគឺវាស្ទើរហ្គាសចឹងហើយឥឡូវយើងធ្វើការបឺតខ្យល់ដែលយើងបានបុកមុនហ្នឹងចេញពីប្រព័ន្ធម៉ាស៊ីនត្រជាក់វិញបន្ទាប់មកយើងបញ្ចូលហ្គាសឲ្យឡានភ្ញៀវធម្មតាវិញចឹងហើយឡាននេះនៅពេលយើងបញ្ចូលហ្គាសវាទៅវាត្រជាក់វិញបានធម្មតាចឹងយើងប្រើបានធម្មតា KL Repairing Vehicle មានសេវាកម្មជួសជុលរថយន្តគ្រប់ប្រភេទគ្រប់ស៊េរីមានជួសជុលប្រព័ន្ធម៉ាស៊ីនត្រជាក់ប្រព័ន្ធគ្រឿងក្រោមប្រព័ន្ធភ្លើងប្រព័ន្ធអេឡិចត្រូនិកឬអាគុយឡាន Hybrid ជាដើមបើបងប្អូនមានរថយន្តជួបបញ្ហាដូចខាងលើអាចយកមកទទួលសេវាកម្មហើយនៅទីនេះជួសជុលរថយន្តគ្រប់ប្រភេទគ្រប់ស៊េរីគ្រប់ model ឡានផលិតក្នុងឆ្នាំខ្ពស់ឡានទំនើបជួសជុលប្រព័ន្ធហ្វ្រាំង ABS ឡានលោតឆែក ABS មិនបាត់ប្រព័ន្ធភ្លើងម៉ាស៊ីនផ្លាស់ប្ដូរម៉ាស៊ីនឡាននិងផ្លាស់ប្ដូរគ្រឿងបន្លាស់ផ្សេងនៅទីនេះមានជួសជុលឬផ្លាស់ប្ដូរគ្រឿងបន្លាស់បានទាំងអស់បងប្អូនអាចសាកមកទទួលសេវាកម្មនៅ KL Repairing Vehicle បាន